ស្រុកប៉ុន្តែព្រះថ្ងៃនេះមានអាកាសធាតុល្អមេឃស្រឡះក៏មានរឿងមួយទាក់ទងនឹងបាល់ចែករំលែកជូនបងប្អូនអ្នកខ្លះក៏បានដឹងអំពីប្រវត្តិរបស់វាហើយអ្នកខ្លះក៏មិនបានដឹងអញ្ចឹងបើសិនជាការចែករំលែកនេះមានកំហុសឆ្គងត្រង់ណាសូមជួយ comment ខាងក្រោមវីដេអូនេះផងប្រវត្តិនៃការប្រើប្រាស់បាល់ឬការលេងបាល់នេះគឺវាមានតាំងពីសតវត្សទី3មុនគ្រិស្តសករាជហើយមានកំណត់ត្រាមុនគេនៅប្រទេសចិនណាហើយនៅទីនោះប្រទេសចិនគេលេងវាជាល្បែងមួយទីហៅថាជាស៊ូជូអញ្ចឹងហៅល្បែងស៊ូជូបង្កើតឡើងដំបូងគឺដើម្បីសម្រាប់តែការវឹកហាត់ទាហានតែប៉ុណ្ណោះអញ្ចឹងគេលេងបាល់ដើម្បីវឹកហាត់ទាហានឬហៅលេងស៊ូជូនឹងដើម្បីវឹកហាត់ទាហានក្រោយមកក៏មានកំណត់ត្រានៅចក្រភពរ៉ូមនិងកិច្ចបុរាណរហូតដល់ក្រោយមកទៀតគឺមានកំណត់ត្រានៅអាមេរិកកណ្ដាលតែទម្រង់ចុងក្រោយនៃការតាក់តែងច្បាប់នៃការលេងបាល់ទិតគឺកើតមាននៅសតវត្សទី19សតវត្សទី19នោះគឺប្រទេសអង់គ្លេសចាប់ផ្ដើមរៀបចំឲ្យមានការលេងបាល់ជាទម្រង់ត្រឹមត្រូវមានច្បាប់មានទម្លាប់ត្រឹមត្រូវនេះគឺជាប្រវត្តិរបស់បាល់ទាត់ចុះតើការលេងបាល់ទាត់នឹងផ្ដល់អត្ថប្រយោជន៍ខ្លះបងប្អូនអាចជួយ comment បានទេ